នៅបងប្អូនខ្ញុំមានវិធីសាស្ត្រមួយទៀតក្នុងការប្រើប្រាស់ CapCut នៅលើទូរស័ព្ទដៃប្រូដោយមិនចាំបាច់បងលុយអ្នកនរគ្នាហើយមួយទៀតបើសិនជាអ្នកនរគ្នាមើលទៅគឺថាវាអត់ safe អត់មានសុវត្ថិភាពក្នុងការប្រើប្រាស់អ្នកនរគ្នាមិនចាំធ្វើតាមខ្ញុំបានដែរតែតាមបទពិសោធន៍ខ្ញុំចាក់ស្ដែងខ្ញុំប្រើរយៈពេលយូរដែរគឺវាអត់អីទេហើយវាអត់មាន app អត់មានអីលូតមកវាមាន app មានអីលូតញ៉ៃក្នុង CapCut យើងទេគឺយើងប្រើប្រាស់បានទៅស្រួលស្មូតបងអ្នកនរគ្នាអ្នកនរគ្នាអាចមើល CapCut ខ្ញុំបាននេះគឺវាអត់មាន app អត់មាន app អត់មានអីលូតមកញ៉ៃទេដូចឧទាហរណ៍ពេលយើងចូលទៅនេះហ្នឹងគឺវាអត់មានលូតពាណិជ្ជកម្មទេដូចនេះជុំឃើញយើងប្រើប្រាស់ free បានច្រើនតែមាន CapCut ទៅ app លូតមកអត់មាន app មានស្អីលូតមកញ៉ៃយើងទេអ្នកនរគ្នាគឺនិយាយទៅយើងប្រើទៅមកស្រួលមកឥឡូវចាំខ្ញុំបង្ហាញតិចអ្នកនរគ្នាហ្នឹងបងឥឡូវជាដំបូងខ្ញុំលុប CapCut របស់ខ្ញុំចោលសិនអូខេបងប្អូនចាំបន្ទាប់ពីខ្ញុំលុប Telegram របស់ខ្ញុំមកយើងចូលទៅក្នុង Telegram ហ្នឹងហើយពេលយើងចូលក្នុង Telegram ហើយយើងសេចទៀតនេះចាំទៀតនេះយើងសេចទៀតនេះ Ali mode បតនេះហើយចាំខ្ញុំដាក់ក្នុង comment ឲ្យអ្នកនរគ្នាអញ្ចឹងពេលយើងសេចមកវាលុប Ali ឲ្យលុប channel លុបបតនេះឲ្យដល់មកទៀតយើងចុច start ពេលយើងចូលហើយយើងចុច start មកហើយវាលុបនេះមកយើងត្រូវ join Telegram channel របស់គេអ្នកនរគ្នាយើងចុច join មកអូខេចាំពេលដែលយើងចូល join មកគាត់បានហើយឥឡូវប៉ុន្តែខ្ញុំបញ្ជាក់ទីអ្នកនរគ្នាពេលដែលយើងប្រើប្រាស់ CapCut ហ្នឹងហើយចេះនៅពេលដែលគាត់ update CapCut ថ្មីយើងត្រូវ update តាមគាត់ដែរមានហើយយើងត្រូវលុប CapCut ដែលយើងប្រើចាស់ហ្នឹងហើយយើង download CapCut ថ្មីដែលគាត់ឲ្យយើងហ្នឹងអ្នកនរគ្នាអញ្ចឹងពេលយើងចូលមកដល់ហ្នឹងហើយយើងចូលមក channel Telegram របស់គាត់ហ្នឹងមកយើងចុចពាក្យ file នេះហើយយើង scroll ពី CapCut នៅចុងក្រោយគេដែលគាត់ដាក់មកឲ្យក្រោយគេបងប្អូនអ្នកនរគ្នាយើងនេះ CapCut 14.9 នេះអ្នកនរគ្នា CapCut ហ្នឹងគាត់ update ចុងក្រោយគេទៅជុំអូនេះ update ចុងក្រោយគេអ្នកនរគ្នា CapCut 15.1.0នេះយ៉ាងនេះចុច download វាមកហើយចុច install វាមកអូខេអញ្ចឹងដំបូងយើងអានេះខ្លួនយើងណាយើង smart ចិត្ត download វាអត់អញ្ចឹងយើងចុច install anyway មកបើសិនជាអត់យល់អីសូមអធិស្ឋាន comment អ្នកនរខ្ញុំអត់សូវប្រកាសនិយាយទេអញ្ចឹងនិយាយទៅអាចនឹងអត់មានអ្នកយល់អញ្ចឹងណាអូខេអញ្ចឹងវាពេញហើយយើងចុចពី OK ហ្នឹងមកដើម្បីឲ្យអ្នកនរគ្នាមើលថាយើងប្រើប្រាស់បានអត់អីអត់ចឹងណាបន្តទៀតយើងចុច agree អូខេហើយយើងចុចមក skip ទៅបានអ្នកនរខ្ញុំចុច skip មកទៀតអូខេឥឡូវខ្ញុំឲ្យអ្នកនរគ្នាមើលឧទាហរណ៍នេះខ្ញុំសាកដាក់ឲ្យអ្នកនរគ្នាមើលអត់ចាំកាត់ទេខ្ញុំឲ្យអ្នកនរគ្នាចូលទៅមើលក្នុង tool វាមួយនេះបងឃើញអត់មានប្រូអត់មានអីទេតែទូរស័ព្ទមានតែវាជាង slow អញ្ចឹងមើលឃើញតែអ្នកនរគ្នាអាចមើលបានអត់មានប្រូអីយើងទេគឺយើងប្រើបានច្រើនខ្លាំងតែហ្មងអ្នកនរគ្នាទូរស័ព្ទវា slow អីខ្ញុំវាដល់តែmake animation ដល់ effect មក effect ទីមកបងឃើញស្តា free ទាំងអស់បងឃើញគុំថាខ្ញុំកុំគឺអញ្ចឹងមែនអាចដល់ចែកមើលបានតែរបស់ខ្ញុំវា slow ទូរស័ព្ទវា slow តែហ្នឹងគ្នាយើងអញ្ចឹងខ្ញុំគ្រាន់តែសូមបញ្ជាក់ម្ដងទៀតបើសិនជាខ្ញុំគិតថាយើងចិត្តតែ download file នេះ file នោះវាអត់មានសុវត្ថិភាពអីចឹងណាយើងមិន download បានដែរប៉ុន្តែគាត់តែចេះស្អីខ្ញុំប្រើផ្ទាល់គឺវាអត់មានបញ្ហាអីទេខ្ញុំគិតថាវាល្អបានយកមកចែករំលែកទៅឲ្យគ្នាយើងបានប្រើទាំងអស់គ្នាអញ្ចឹងណាហើយបើសិនជាខ្ញុំគិតថាវាអត់មានសុវត្ថិភាពអីទេយើងអាច download CapCut Pro ពីគ្នាយើងដែលពួកគាត់លក់ក៏បានដែរដោយសារតែគាត់លក់ដូចជាមួយខែ5រៀលឬក៏លឿននឹងលឿនក្រុមនឹងអីចឹងណាប៉ុន្តែបើសិនជាអានេះគេទិញសម្រាប់តែគេជាអ្នកកាត់តគេអាចរកចំណូលអីបានពីវាអញ្ចឹងហើយយើងធម្មតាដូចខ្ញុំអញ្ចឹងខ្ញុំមិនមែនរកចំណូលអីបានពីវាទេអញ្ចឹងបើសិនជាយើងចំណាយលុយទៅទិញពួកហ្នឹងទៀតគឺវាខាតពីមួយខែ5រៀល10រៀលអីចឹងគុណមួយឆ្នាំដល់វាអស់ប្រហែលអញ្ចឹងវាអស់ច្រើនអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបាយ